Rương sang xa cọp phạt mất cọp bọt phê tị buồn sải làng lục sài chén tăng chénថ្ងៃនេះគឺជាថ្ងៃប្រជុំដែលអ្នកទាំងដែលរៀបចំកម្មវិធីអាពាហ៍ពិពាហ៍អញ្ចឹងណាចាហើយគួតក៏បានមកកន្លែងការិយាល័យឬក៏អូហ្វីសរបស់គាត់អញ្ចឹងណាចាគឺមកកន្លែងហ្នឹងតែម្ដងហើយយើងកាត់មកក្នុងកម្មវិធីរបស់តួប្រុសរបស់យើងហ្នឹងដែលគេបន្លំភ្នែកតួស្រីរបស់យើងថាគឺជាថ្ងៃជប់លៀងធម្មតាតែប៉ុណ្ណោះតែមានណាថ្ងៃហ្នឹងគឺជាថ្ងៃដែលគាត់ទាំងពីរនាក់លួចភ្ជាប់ពាក្យជាមួយនឹងគ្នាពេលនោះចំនួនការរបស់តួស្រីរបស់យើងថាតាំងអ្នកស្រីចេងគឺបានមកដល់ហើយពេលវេលាដល់ហើយអ្នកស្រីគួរតែចាក់ចេញទៅកន្លែងនោះអត់តែគាត់យកឯកសារមកថាមានការដកប្រាក់ជាច្រើនអញ្ចឹងណានៅក្នុងកម្មវិធីជប់លៀងមួយហ្នឹងអញ្ចឹងទៅតួស្រីរបស់យើងគាត់ឃើញហើយគាត់សន្ទើបចិត្តខ្លាំងណាស់គាត់ថាមិនអីទេលុយហ្នឹងចង់ចាយប៉ុន្មានក៏ចាយទៅពេលនោះគាត់ក៏និយាយអញ្ចឹងហើយពេលនោះគាត់ក៏និយាយថាឯកសារហ្នឹងគឺថាបកគលលុយយកទៅឲ្យតួប្រុសរបស់យើងឲ្យបានច្រើនគឺថែមចំនួន24លានទៀតទៅដើម្បីឲ្យតួប្រុសរបស់យើងគេបានសប្បាយចិត្តនៅក្នុងកម្មវិធីមួយហ្នឹងពេលនោះតួឯកប្រុសរបស់យើងគាត់ទៅលើកទូរស័ព្ទនិយាយជាមួយនឹងតួឯកស្រីរបស់យើងហើយភ្លាមមកគាត់ក៏បាននិយាយថាម៉ាក់លីលីប្រពន្ធរបស់ខ្ញុំបានឲ្យលុយថែមទៀតហើយម៉ាក់ចង់ចាយអីក៏ចាយទៅពិតមែនណាកម្មសិទ្ធិរបស់ម៉ាក់ឲ្យមែនទេម៉ាក់ចង់ចាយអីក៏បានដែរបាទម៉ាក់ចង់ចាយអីក៏បានដែរហើយថែមទាំងប្អូនស្រីរបស់គេហ្នឹងគឺថាអំពើខ្លាំងណាស់រីឯអ្វីៗក៏បាននិយាយថាលោកប្តីអូនពូកែណាពេលនោះគាត់និយាយអញ្ចឹងណាចាតួឯកប្រុសរបស់យើងបាននិយាយថានាងដឹងខ្លួនជាមិនខានទេពេលនោះទូរស័ព្ទមកទៀតហើយថាគេនឹងបកគលគ្រឿងអលង្ការអីទាំងហឹបឲ្យមកក្នុងកម្មវិធីហ្នឹងអញ្ចឹងណាចាដោយតួប្រុសរបស់យើងអត់ស្គាល់ពីប្រភពទេមិនដឹងថាអ្នកដែលទេមកពីប្រភពណាទេឬហើយគាត់ថាអ្វីដែលគេបាននៅក្នុងថ្ងៃនេះគឺជាថ្ងៃដែលគេចោះនរកអញ្ចឹងណាចាដោយសារតែតួឯកស្រីរបស់យើងគឺគេមានអារម្មណ៍ថានឹងធ្វើឲ្យតួប្រុសរបស់យើងខ្មាស់គេនៅក្នុងមនុស្សក្នុងចំណោមតែម្ដងរួចហើយក៏គាត់សួរថាតើអ្នកស្រីគួរតែចោះទៅតែអត់គាត់ថារឿងអីគាត់មិនចោះប្តីរបស់គាត់បានតែភ្ជាប់ពាក្យជាមួយនឹងស្រីផ្សេងបាត់ទៅហើយនៅក្នុងថ្ងៃហ្នឹងបាត់ក្បត់គាត់ទៅហើយរឿងអីដែលគាត់មិនទៅមើលអញ្ចឹងណាចាហើយគាត់ក៏សួរថាតើណាគេមកខាងក្រោមនឹងខ្លះអញ្ចឹងទៅមានភ្ញៀវមកពីណាខ្លះគាត់ក៏បានសួរចំនួនការរបស់គាត់ក៏បានប្រាប់ថាមានភ្ញៀវមកច្រើនណាស់អញ្ចឹងគាត់ថាអញ្ចឹងពួកយើងល្មមនឹងចុះទៅខាងក្រៅហើយគេណាគឺថាជ្រាវជ្រើមខ្លាំងមែនតែនតាមទាំងលោកជានេះក៏បានមកដែរចានៅក្នុងកម្មវិធីនឹងអញ្ចឹងណាចាថាតួឯកប្រុសរបស់យើងនឹងខ្លាចជាប្រធានថ្មីអញ្ចឹងណាគេមកជប់លៀងអបអរសាទរលោកលីបានប្រពន្ធដ៏ស្រស់ស្អាតអញ្ចឹងណាចាមូលីហ្នឹងណាចាគេថាតួប្រុសរបស់យើងបានប្រពន្ធដ៏ស្រស់ស្អាតអញ្ចឹងទៅគេសើអញ្ចឹងណាគាត់ថាបានប្រពន្ធដ៏ស្រស់ស្អាតហើយបកែទៀតហើយគាត់និយាយថាវ័យហ្នឹងគឺថាជាប់ពាក្យជាមួយគាត់អញ្ចឹងណាចាដោយសារតែតួស្រីរបស់យើងគេមិនទាន់រៀបការគេនៅជាមួយគ្នាមុនអញ្ចឹងណាចាពេលនោះគេក៏និយាយថាលោកប្រធានណាមានគេបានយកលុយជាច្រើនហឹបមកឲ្យលោកនៅក្នុងថ្ងៃហ្នឹងអញ្ចឹងណាចាហើយអញ្ចឹងគាត់ថាដល់មកអូយប៉ាត់ជាអលលុយមែនតែនល្មមនឹងឲ្យយកលុយណាដឹកលុយមកវិញណាដឹកលុយយកមកកន្លែងហ្នឹងមកដើម្បីអួតលុយអញ្ចឹងណាថាតួឯកប្រុសរបស់យើងគេថាគេមានលុយអញ្ចឹងណាគេខំអួតពេលនោះគេថាលោកលីប៉ាត់ជាមានសំណាងលុយក៏មានអីក៏មានមុខរបរក៏មានចំនួនក៏មានរាប់លានតែម្ដងនៅក្នុងដៃនៅក្នុងកងធនាគារអញ្ចឹងណាតែគេអត់ដឹងសោះហ្មងថាលុយទាំងអស់ហ្នឹងគឺបានមកពីប្រពន្ធរបស់គាត់ទេតួឯកស្រីរបស់យើងក៏បានដើរចូលមកដល់ភ្លាមតែម្ដង